ជំរាបសួរបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូរបស់ខ្ញុំនៅថ្ងៃនេះបាទថ្ងៃនេះខ្ញុំមានវីដេអូខ្លីមួយទៀតឲ្យបងប្អូនទាំងគ្នាដោយសារតែមានបងប្អូនទាំងគ្នាបានខមមិនសួរខ្ញុំថាគាត់ចង់បដូរភ្លេងវីដេអូរបស់គាត់នៅក្នុង channel របស់គាត់តើទៅធ្វើដូចម្ដេចដោយសារថា channel វីដេអូរបស់គាត់គាត់ផុសនៅក្នុង YouTube ហ្នឹងនៅក្នុង channel របស់គាត់ហ្នឹងគឺគាត់ដាក់ភ្លេងខ្មែរយើងអញ្ចឹងណាដែលថាគាត់ដើរលេងដើរកម្សាន្តនេះកន្លែងផ្សេងប៉ុន្តែគាត់បានដាក់បទចម្រៀងលោកតាសិនសិមុតដាក់បទចម្រៀងពពូព្រាសវត្តអីចឹងណាអញ្ចឹងដល់ឥឡូវនេះ channel របស់គាត់គឺគ្រប់គោលការណ៍ហើយប៉ុន្តែដោយសារតែគាត់មានបទចម្រៀងរបស់គេអញ្ចឹងបើសិនជាគាត់apply ទៅប្រកាសជាreview content ហើយអញ្ចឹងគាត់អាចapply រកលុយជាមួយនឹង YouTube បានទេដោយសារតែមានបញ្ហាប័ណ្ណចម្រៀងអញ្ចឹងខ្ញុំមកដាក់យោបល់ថាបើសិនជាបងប្អូនចង់ apply រកលុយជាមួយ YouTube ធ្វើម៉េចបងប្អូនត្រូវតែលុបប័ណ្ណចម្រៀងចេញបងប្អូនអាចបិទចម្រៀងនឹងចោលឬក៏បងប្អូនអាចដាក់ប័ណ្ណថ្មីចំនួនអញ្ចឹងដាក់ប័ណ្ណថ្មីចំនួនហ្នឹងគឺខ្ញុំនឹងបង្ហាញបងប្អូនអំពីការ add ភ្លេងចូលទៅចំនួនវីដេអូចាស់ឥឡូវបងប្អូនចូលមកក្នុង channel YouTube មកបាទចូលមកដល់បងប្អូនចុចទៅលើពាក្យថា content យើងចុចទៅរកវីដេអូរបស់យើងបាទនៅក្នុង channel របស់ខ្ញុំវីដេអូមាន2វីដេអូវែងមាន2នេះអញ្ចឹងហើយយើងចូលទៅ edit វីដេអូហ្នឹងតែម្ដងបាទឥឡូវយើងចុចកន្លែងប៊ិចហ្នឹងក៏បានចុចលើវីដេអូក៏បានទៅដូចតែគ្នាទេបងប្អូនបាទអញ្ចឹងបងប្អូនចូលមកដល់កន្លែងហ្នឹងគឺជាកន្លែងដែលបងប្អូន upload វីដេអូមកដំបូងហើយសរសេរ description សរសេរចំណងជើងអីហ្នឹងបាទកន្លែងហ្នឹងហើយបាទអញ្ចឹងមកដល់កន្លែងនេះគឺបងប្អូនចុចទៅលើពាក្យ edit នេះនៅខាងឆ្វេងនេះគឺមានពាក្យថា editor បាទអញ្ចឹងបងប្អូនចុចទៅលើពាក្យ editor ទៅបងទៅបាទចុចទៅលើពាក្យ editor គេនឹងចេញមកឲ្យបងប្អូនអាចបដូរបទភ្លេងបានណាបើសិនជាបងប្អូនមានការជាប់ copyright បងប្អូនអាចចុចទៅលើ copyright ទៅវាទាញវានាំបងប្អូនមកដល់កន្លែងហ្នឹងបាទប៉ុន្តែវីដេអូនេះគឺអត់មានជាប់ copyright ទេគ្រាន់តែយើងចង់បដូរភ្លេងវាបាទអញ្ចឹងបងប្អូនចូលតាមខ្ញុំមកយ៉ាងមកគឺបងប្អូនអាចបដូរភ្លេងបានហើយបាទចំពោះបងប្អូនដែលដាក់បទចម្រៀងរំវងរំក្បាច់អីជាមួយនឹងវីដេអូខ្លួនឯងអញ្ចឹងបងប្អូនមិនអាច apply រកលុយជាមួយនឹង YouTube បានទេអញ្ចឹងបងប្អូនវិធីសាស្ត្រតែមួយគឺមានតែ edit add បទ ភ្លេង YouTube ចូលឬក៏អាចបិទបទនឹងចោលតែម្ដងបាទអញ្ចឹងយើងចូលមកដល់កន្លែងនេះហើយនេះបងប្អូនឃើញហ្នឹងកន្លែងហ្នឹងណាវីដេអូមានភ្លេងណានេះភ្លេងវាទូចខាងលើហ្នឹងគឺភ្លេងហើយបាទអញ្ចឹងយើងមិនបាច់នេះទេយើង add ភ្លេងថ្មីតែម្ដងពេលដែលយើង add ភ្លេងមកគឺវា replace ភ្លេងហ្នឹងហើយបាទបងប្អូនសម្លឹងទៅមើលខាងលើគឺមានកន្លែងគេដាក់ថា audio បាទ audio នេះអញ្ចឹងបងប្អូនចុចសញ្ញាបូកលើ audio មកបាទបន្ទាប់ពីបងប្អូនចុចកន្លែងបូកសញ្ញា audio នោះមកបងប្អូនរកចាំតិចមកវាកំពុងស្ដារបាទឥឡូវនេះប័ណ្ណភ្លេងបានចេញមកហើយបងប្អូនបាទបងប្អូនអាចសេរីយកតាមហ្នឹងក៏បានឬក៏បងប្អូនអាច search កន្លែងនេះសរសេរចំណងជើងអីចឹងសរសេរចឹងមកចំណងជើងប័ណ្ណភ្លេងចឹងក៏បានដែរបងប្អូនបាទអញ្ចឹងដោយសារខ្ញុំមិនបាច់សរសេរអីទេគឺខ្ញុំចង់ add យកក្រៅនេះម្ដងនេះឥឡូវបងប្អូនអាចចាក់ស្ដាប់មើលក៏បានដែរឃើញទេបាទបងប្អូនអាចចាក់ស្ដាប់បានទីចឹងចាក់ស្ដាប់បានអូខេបាទចាក់ស្ដាប់បានបាទអញ្ចឹងវីដេអូនេះវីដេអូដែលបងប្អូន add ចម្រៀងដែលបងប្អូន add មកបងប្អូនអាចមើលជាមួយនឹងវីដេអូបងប្អូនវីដេអូបងប្អូនអាហ្នឹងមានចំនួនប្រហែលនាទីគឺបងប្អូនអាច add ចម្រៀងនៅបាយប៉ុណ្ណឹងមកបាទដោយសារតែវីដេអូខ្ញុំនេះ1នាទីជាងទេអញ្ចឹងខ្ញុំ add 1នាទីជាងដែរនេះបាត់នេះអញ្ចឹងយើងចុចទៅលើសញ្ញាលេខបូកនេះទៅបងប្អូនចុចមកក្លឹបបាទចុចសញ្ញាលេខបូកមកគឺនេះបាត់ភ្លេងគឺចូលមកត្រង់នេះតែម្ដងទេបងប្អូនបាទអញ្ចឹងចុងក្រោយគឺមានតែបងប្អូនចុច save នៅខាងលើនេះបាទចុច save យកតែម្ដងបាទតបមកគឺ save មកទៀតមានតែ save change បងប្អូនបាទ
បាទអញ្ចឹងបងប្អូនចាំតិចមកវាកំពុងតែ refresh បទភ្លេងថ្មីហើយបាទនេះចាំ5នាទីខាងលើនេះគឺវានឹង refresh បទចាស់យើងចោលតែម្ដងអញ្ចឹងចំពោះបងប្អូនធ្លាប់តែដើរលេងថតដើរកំសាន្តអីបន្ទាប់មកដាក់បទសមុទ្រដាក់បទពូព្រឹសវត្តដាក់បទលោកខេមរៈស្រីមុនអីចឹងណាអញ្ចឹងតបក្រោយមកចំណែកបងប្អូននឹងគ្រប់គោលការណ៍គ្រប់ម៉ោងគ្រប់វីដេអូអស់អញ្ចឹងជំរើសទី1គឺមានតែបងប្អូនត្រូវបិទភ្លេងចោលឬក៏ចូល edit ដូចតាមខ្ញុំអញ្ចឹងគឺ edit បទភ្លេងហ្នឹងទៅ edit ដាក់បទ YouTube មកអញ្ចឹងពេលដែលបងប្អូន edit ហើយវាទៅជាភ្លេង YouTube ហើយអាចចម្រៀងអត់ហ្នឹងគឺវាបាត់ដែរនឹងហើយបន្ទាប់ពីបងប្អូនរៀបចំអញ្ចឹងហើយបងប្អូនអាចធ្វើការស្នើសុំរកលុយបានហើយបាទអត់មានបញ្ហាជាប់ review content អីទេតែបើសិនជាបងប្អូនអត់បទចម្រៀងទេអត់ប្រូអត់ replace បទចម្រៀងចេញទេគឺជាដែលបងប្អូនអត់អាចស្នើសុំបានទេពេលស្នើទៅដល់ដឹង review content តែម្ដងបាទអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងបងប្អូនទាំងគ្នាយើងចាំជួបគ្នានៅវីដេអូក្រោយទៀតណាបងប្អូនបាទបាយបាយ